បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមជាទីគោរពរាប់អានទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំចង់ធ្វើបញ្ជាក់សេចក្តីឡើងវិញបន្តិចដោយសារពីមុនមកខ្ញុំក៏តែងតែធ្លាប់បានធ្វើដែរពាក់ព័ន្ធជាមួយនឹងសុខភាពអញ្ចឹងពុកម៉ែបងប្អូនហើយមិនត្រឹមតែខ្ញុំមួយទេគឺគ្រប់គ្នាទាំងអស់បាទតែងតែបានដឹងបានឮបានយល់រួចទៅហើយអំពីសារៈសំខាន់នៃសុខភាពមានន័យថាมันមានអ្វីមួយដែលអាចកាត់ថ្លៃស្មើនឹងសុខភាពបានទេបាទសុខភាពនេះគឺបន្ទាប់ពីជីវិតគឺដាច់ខាតត្រូវតែសុខភាពនឹងជាអត្ថភាពទី2បាទគឺសំខាន់បំផុតបន្ទាប់ពីជីវិតបើមានជីវិតហើយសុខភាពអន់ក៏អត់មានន័យដែរមានន័យខ្ញុំចង់បញ្ជាក់សេចក្តីថាបើសិនជាយើងមានជីវិតក៏ពិតមែនប៉ុន្តែយើងដើរអត់រួចយើងនៅនឹងកន្ទេលយើងហូបក៏មិនកើតយើងធ្វើអីក៏មិនកើតអញ្ចឹងអាហ្នឹងគឺជាបញ្ហាមួយដែលថាវាសោកវិនាសកម្មកើតឡើងចំពោះជីវិតរបស់យើងខ្លាំងណាស់បាទអញ្ចឹងក្នុងការធ្វើឲ្យមានសុខភាពល្អវាមានកត្តាជាច្រើនពាក់ព័ន្ធជាមួយនឹងតាំងពីរបបអាហារការហូបចុកបាទយើងត្រូវកាត់បន្ថយព្រោះសម័យនេះសម័យគីមីគេដាក់ច្រើនណាពុកម៉ែបងប្អូនគេដាក់ដើម្បីចង់បានតែផលចំណេញជាពិសេសគឺផលិតផលមិនថាឡើយតែមកពីប្រទេសជិតខាងយើងទេមកពីវៀតណាមឬក៏មកពីចិនឬក៏មកពីណាពីណីទេសុទ្ធតែចំណីអាហារមិនល្អបាទមិនសូវបានជាធ្វើឲ្យយើងចំណេញឬក៏ធ្វើឲ្យយើងមានសុខភាពល្អនោះទេហើយខ្ញុំចង់និយាយបន្ថែមថាមិនមែនត្រឹមតែប្រទេសជិតខាងប្រទេសខ្មែរយើងក៏ដូចគ្នាពុកម៉ែបងប្អូនបាទមានន័យថាស្រុកខ្មែរយើងឥឡូវក៏ចេះដាំដាក់គីមីដាក់អីចឹងដែរខ្ញុំបានមើលឃើញអ្នកស្រុកតំបន់ខ្ញុំនេះគឺគាត់ប្រើក៏មុនគាត់អត់ដែរប្រើតែឥឡូវគាត់ចេះប្រើហើយខ្ញុំក៏សួរគាត់ថាម៉េចបានបងប្រើច្រើនគាត់ថាបិណ្ឌប្រើច្រើនគឺអត់បានទិន្នផលទេរបស់របរអ្វីក៏ថ្លៃគ្រប់យ៉ាងទាំងអស់អញ្ចឹងយើងត្រូវធ្វើឲ្យបានទៅតាមស្ថានភាពលក្ខខណ្ឌនៃសេដ្ឋកិច្ចឬក៏នៅតាមទីផ្សាររបស់យើងបាទអញ្ចឹងខ្ញុំអត់មានមាត់មានកយដែរគ្រាន់តែបានដឹងអញ្ចឹងបងប្អូនតែមួយទៀតដែលខ្ញុំចង់និយាយបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងចំណីអាហាររបបអាហារយើងគិតពីសុខភាពហើយការដែលយើងប្រើរសជាតិគឺហាមដាក់ប្រៃបាទហើយហាមផ្អែមហើយកុំសូវប្រើខ្លាញ់ពេកព្រោះខ្លាញ់ជារបស់សិប្បនិមិត្តទេប្រេងសដែកប្រេងអីហ្នឹងគឺរបស់សិប្បនិមិត្តតាវាមានអីយកចម្រាញ់ចេញពីផ្សេងហ្នឹងអ្វីដែលល្អហ្នឹងគឺវាមានប្រេងល្ងប្រេងដូងឬក៏អាចថាខ្លាញ់ជ្រូកខ្លាញ់ត្រីអីចឹងទៅបាទប៉ុន្តែម្ហូបខ្លះក៏វាត្រូវការនេះនោះចឹងដែរខ្ញុំមិនហ៊ានចូលឲ្យជ្រៅទេប៉ុន្តែគ្រាន់តែលើកឡើងដើម្បីឲ្យជាការពិចារណាគិតគូរទាំងអស់គ្នាហើយនេះបញ្ហារបបអាហារទី2បញ្ហាសម្រាកបាទសម្រាកបញ្ហាសម្រាកគឺទទួលទានដំណេកហ្នឹងមនុស្សចាស់យ៉ាងហោចណាស់ក៏គេឲ្យទទួលទានដំណេកហ្នឹងគឺថា7 8ម៉ោងអីដែរបាទកាលណាយើងស្ទើរទៅបើវ័យច្រើនតិចទៅយើងអាចសម្រានត្រឹម6ឬក៏7ម៉ោងទៅតែពេញកម្លាំងយ៉ាងហោចណាស់ក៏ត្រូវបាន8ម៉ោងដែរបាទ8ម៉ោងទៅ9ម៉ោងតែក៏មក10ម៉ោងអីក៏វាច្រើនពេកតែបើកុមារបាទបើកុមារតូចបាទក្មេងៗនៅក្រោមអាយុ5ឆ្នាំអីហ្នឹង3 4ឆ្នាំអីហ្នឹងគឺថាឲ្យគេងឲ្យបានច្រើនទៅដើម្បីឲ្យសុខភាពល្អពេលចាស់ឡើងមិនសូវឈឺមិនសូវអីចឹងណាបងប្អូនបាទហើយសម្រាប់កុមារដែលនៅសិក្សារៀនសូត្រថ្នាក់ទី1ទី2ទី3ទី4ទី5ហ្នឹងគឺថាឲ្យគាត់ទទួលទានដំណេកឲ្យបាន8ម៉ោងយ៉ាងតិចហើយបើបានដល់រហូត10ម៉ោងគឺល្អមែនទែនបាទអញ្ចឹងហើយសម្រាប់មនុស្សពេញវ័យបាទគឺថាមិនអីទេពេញវ័យគឺអាចត្រឹម8ម៉ោងអីចឹងទៅបាទអ្នករៀននៅអនុវិទ្យាល័យអីហ្នឹងបាទ8ម៉ោងឬក៏9ម៉ោងអីចឹងក្នុងមួយថ្ងៃអាហ្នឹងបានប្រកែទាំងកម្លាំងកាយប្រកែទាំងការគិតប្រកែទាំងខួរក្បាលកាលណាសម្រាប់អត់គ្រប់គ្រាន់ក៏អត់បានដែរហើយសម័យក្មេងបច្ចុប្បន្ននេះគឺលេងទូរស័ព្ទហ្នឹងបាទងប់ងល់មែនតើអ្នកខ្លះលេងសឹងរកពេលហូបបាយមិនបានទេចឹងជាលទ្ធផលអណោចអធមនៅពេលដែលគាត់ធំឡើងគាត់ភ្លេចភ្លាំងច្រើនគាត់ខ្សោយច្រើនគាត់អាចមញោបខ្សោយការមើលភ្នែកហ្នឹងមើលមិនសូវច្បាស់មិនសូវចេះតែព្រិលចេះតែអីចឹងទៅបាទហ្នឹងបើយើងនិយាយចំថាជំងឺមញោបភ្នែកអីចឹងទៅហើយប៉ះពាល់ជាមួយនឹងសុខភាពខួរក្បាលបាទ
ชับคังเชลชาผลิตจานในจานนั่นคือดาวซาแต่การมือตุรศัพท์นั่งให้บ่าให้ที่ใบบ่าประตูปีจุ่มในนังการได้จกน้องคือยังถือปีสำราลมหายคายบ้านซ้อมรุ่มให้เอาไว้ได้มันไอ้คว้าบ้านสมัยนี้คือถ้าถือฟื้นครูนไอ้เอาสกัมบ่าเอาสกัมคือมีในท่าตือหัดปรานยังเตะใหญ่บ้านกับละเมาจีเรียงรอทั้งไงปุกไม้องค์พระองค์มาเรื่องแต่ง้อนี่เรื่องยื่งมันอาจมือหลุ่มลองบ้านเต้จังใบบุญกับตาเด็กชมเลือกลางมานี่คือทัวเอาสกปรกหรือบ่ยื่งรอบ่ซาบ่าเมียนอายุยืนอยู่บ่านังเอยให้ประตูมาการนาเมียนสกปรกยื่งอาจช่วยไว้บ้านแต่ง้อปุกไม้องค์พระองค์บ่าบ้านแต่ง้อยื่งอาจจะรักแต่ตัวเตียนยื่งอาจทัวการศึกษาสายชิวเซ็งเอาปรุงแนวนอมตูเมียนเนี่ยดตยีจังเตยคนขมิ้นตามกล่าวเตยบ่าจังในขนมวิดีโอนี้ขยมเมียนแต่ปนังเตะให้มวลนังมันชอบส่งกรุบจูนเปอร์ปลุกไม้ของพระองค์หนึ่งบ่าเมียนสกปรกรักตัวเตียนเมียนบ้านคนใจโปรสไรสวามีเพียรยีพอได้แบบปนเตยนาหมกนะสมานสกสวัสดิ์เพียบให้มาย่างเตี้ยสมมาจูบเนยปุตตะเปอร์อย่างไรบุญประกาคืออายุวันณะสขะบะเละคงใบเคลียร์ลายสมานุมุตเนี่ยนี่มาสมานสกบานจำราน